តែអញដឹងថាឪពុកខ្ញុំជានរណាទេដឹងឯងជឿមិនជឿថ្ងៃនេះទោះបីខ្ញុំសម្រាប់ឯងនៅក្នុងបន្ទប់នេះក៏ដោយក៏ពួកយើងបងប្អូនក៏មិនមានបញ្ហាអ្វីដែរប្រឈមមុខនឹងការគំរាមកំហែងនិងការបង្កហេតុជាច្រើនរបស់កូនអ្នកមានបងជាងមិនភ័យស្លន់ស្លោឬប្រញាប់ប្រញាល់បន្តិចណាឡើយគេឃើញគាត់ប្រើសម្លៀកបំពាក់បាំងទ្វារដែលអ៊ីណុកត្រៀមបង្រៀនកូនអ្នកមានឲ្យចេះធ្វើមនុស្សមួយវិនាទីក្រោយមកកូនអ្នកមានក៏បានយកដុសស្រាហើយវាប្រហារបងជាងយ៉ាងសាហាវបន្ទាប់មកនៅក្នុងបន្ទប់វេបក៏លាន់លើសម្លេងស្រែកយំយ៉ាងឈឺចាប់ចិត្តរបស់ម្ចាស់ហាងជៀនស៊ឺជីភ័យព្រួយជាខ្លាំងដោយខ្លាចក្រែងធ្វើឲ្យកូនអ្នកមានអាអន់ចិត្តធ្វើយាបាត្រូវបិទមិនយូរប៉ុន្មានបងជាងក៏វាគូប្រកួតឲ្យដួលទៅនឹងដីរួចក៏រើសយកកូនអ្នកមាននោះដោយមិនប្រញាប់ប្រញាល់ហើយឲ្យកូនអ្នកមានប្រញាប់ទូរស័ព្ទទៅឪពុករបស់គេក្នុងពេលជាមួយគ្នានោះមិត្តរួមអាវុធរបស់បងខ្លាំងក៏បានទទួលទូរស័ព្ទដែរពេលនោះកូនអ្នកមានបានលុតជង្គង់សុំអង្វរទាំងស្រុងសូមបងខ្លាំងជួយបិទបាំងការពិតមិនយូរប៉ុន្មានឪពុករបស់កូនអ្នកមានបាននាំមនុស្សមកដល់ពេលឮសំឡេងគោះទ្វារបងខ្លាំងក៏បើកទ្វារភ្លាមហើយស្គាល់ឪពុករបស់កូនអ្នកមានភ្លាមនិយាយចប់មនុស្សប៉ុន្មានអ្នកក៏បង្ហាញខ្លួននៅក្នុងបន្ទប់ឯកជនដើម្បីពិនិត្យមើលពេលឃើញកូនប្រុសរបស់ខ្លួនត្រូវគេវាយរហូតដល់សភាពវេទនាក៏សួរភ្លាមថាតើមានរឿងអ្វីកើតឡើងពិតប្រាកដនេះជាការយល់ច្រឡំខ្ញុំបងប្រុសរបស់ពួកខ្ញុំបានផឹកច្រើនពេកទៅឲ្យបងប្រុសរបស់គាត់មកជួយពួកយើងប្រឈមមុខនឹងពាក្យទាំងនេះលេខាបកមិនជឿតតែសោះប៉ុន្តែដោយសារអត្តសញ្ញាណរបស់គាត់ពិសេសគាត់អាចត្រឹមតែមិនបន្តសាកសួរទៀតទេហើយឲ្យអ្នកក្រោមបង្គាប់នាំកូនអ្នកមាននោះត្រឡប់ទៅវិញគាត់បានចាក់ចេញពីបារដោយភាពអាម៉ាស់ក្រោយមកបងឈៀងក៏បានរំលឹកជាពិសេសទៅភីគីមខាងទៀតថាកុំភ្លេចចុះទៅខាងក្រោមគិតលុយផងអ្វីដែលខូចខាតត្រូវសងតាមតម្លៃប៉ុន្តែពេលដែលមិត្តរួមអាវុធឃើញបងឈៀងក្នុងសភាពបែបនេះបែរជាមានការសោកស្ដាយចំពោះគាត់ដែលជាប្រធានក្រុមគោបាព្រំទុនរីឯបងឈៀងវិញយល់ថាការងារនេះស័ក្តិសមនឹងខ្លួនគាត់ណាស់ហើយការការពារក្មេងស្រីដែលត្រូវបានគេបៀតបៀនក៏ជាទំនួលខុសត្រូវមួយប្រភេទដែរចាប់តាំងពីពេលនោះមកបងឈៀងល្បីឈ្មោះដោយការប្រយុទ្ធតែមួយដងឲ្យតែមានគាត់នៅក្នុងបារលែងមានអ្នកណាម្នាក់ហ៊ានរករឿងគាត់ទៀតហើយ